Ăn xong lốiវាគឺជាគន្លឹះសំខាន់សម្រាប់ផ្ដល់ក្តីសុខឲ្យបងប្អូនទាំងផ្លូវកាយនិងផ្លូវចិត្តក៏ដូចជាយើងអាចហៅថាសេរីភាពហិរញ្ញវត្ថុបាទជំរាបសួរពុកម៉ែបងប្អូនទាំងគ្នាបាទថ្ងៃនេះផងដែរខ្ញុំមានវីដេអូខ្លីមួយចង់បញ្ចែកម្លែកទៅដល់បងប្អូនទាំងគ្នាសំណួរថ្ងៃនេះយើងសួរថាហេតុអីយើងត្រូវសន្សំលុយបាទបងប្អូនមួយចំនួនយល់ច្រឡំថាការសន្សំលុយតើយើងរកបានច្រើនតើយើងមានលុយច្រើនបាទយើងចាប់តាមសន្សំមែនទេបងប្អូនការសន្សំលុយគឺមិនចាំបាច់តើយើងរកបានច្រើនតែយើងសន្សំទេបងប្អូនរកបានកាន់តែតិចគឺត្រូវតែបាច់សន្សំបានដែរបងប្អូនការសន្សំលុយវាគឺជាគន្លឹះសំខាន់សម្រាប់ផ្ដល់ក្តីសុខឲ្យបងប្អូនទាំងផ្លូវកាយនិងផ្លូវចិត្តក៏ដូចជាយើងអាចហៅថាសេរីភាពហិរញ្ញវត្ថុបាទអូខេបងប្អូនថ្ងៃនេះខ្ញុំមាន tip មួយចំនួនដើម្បីឲ្យបងប្អូនបើកចិត្តដើម្បីចាប់ផ្ដើមសន្សំលុយទាំងអស់គ្នាចាប់ពីពេលនេះទៅអូខេបងប្អូនតោះទី1យើងសន្សំដើម្បីយើងត្រូវការក្នុងគ្រាអាសន្នណាមួយឧទាហរណ៍មានជំងឺឈឺថ្កាត់ឬក៏គ្រោះថ្នាក់ផ្សេងៗយើងមើលអត់ឃើញទេបងប្អូនបាទហ្នឹងហើយអញ្ចឹងយើងត្រូវតែមានលុយសន្សំដើម្បីយើងការពារហានិភ័យទាំងអស់ហ្នឹងអូខេបងប្អូនជៀសវាងការដែលយើងមានអាសន្នយើងទៅខ្ចីលុយគេអត់ស្រួលទេបងប្អូនហ្នឹងហើយបងប្អូនបើយើងមានលុយសន្សំខ្លួនឯងលុយយើងប្រមាណតែខ្លីថាលុយយើងវាស្រួលចាយជាងលុយគេហ្នឹងហើយបងប្អូនទី2នោះសំខាន់ណាស់បងប្អូននៅពេលដែលយើងចង់បើកអាជីវកម្មឬក៏ចង់រកស៊ីអីមួយយើងអត់អាចទៅខ្ចីលុយគេទាំងដល់មករកស៊ីទេយ៉ាងហោចណាស់ក៏យើងមានលុយខ្លួនឯង50-60% យ៉ាងតិចបំផុតបានយើងអាចចាប់ផ្ដើមបានបងប្អូនវាចង់និយាយថាយើងទៅខ្ចីលុយគេមកក៏បានដែរប៉ុន្តែយើងត្រូវទី1យើងអាចថាយើងខ្ចីលុយធនាគារយើងត្រូវមានប្រប្រចាំខ្ចីលុយបងប្អូនក៏យើងមិនអាចថាគេចេះតែមានលុយយើងខ្ចីដែរប៉ុន្តែគេចេះតែបាច់យើងខ្ចីគ្រាន់តែថាការខ្ចីទាំងអស់នោះយកមកវាហានិភ័យខ្ពស់ណាស់បងប្អូនបើមិនជាបងប្អូនអត់មានលុយខ្លួនឯងទេហើយយើងទៅខ្ចីលុយទាំងដល់ពីគេមកយកមករកស៊ីគឺតែពេលដែលខាតទៅយើងជពាក់គេធ្ងន់កណាបងប្អូនបាទធ្ងន់ឆ្ងាយបាទជាងយើងមានលុយសន្សំខ្លួនឯងបើយើងមានលុយសន្សំខ្លួនឯងគឺអត់សូវប្រហែលទេបើយើងឧទាហរណ៍ថាយើងមាន 50% ចឹងយើងខ្ចីគេ 50% ឬក៏យើងអាចចាប់ដើមពី 50% ពីតិចហ្នឹងទៅបងប្អូនអាចនឹងឡើងទៅឬក៏បើសិនជាមានហានិភ័យណាមួយកើតឡើងក៏យើងខាតតែប៉ុណ្្នឹងដែរបងប្អូនមានន័យថាយើងខាតតែលុយរបស់យើងអត់ជពាក់គេហ្នឹងបងប្អូនចំណុចទី3មានន័យថាបងប្អូនបើសិនជាយើងមានលុយក្នុងដៃយើងចេះសន្សំយើងមានលុយក្នុងដៃគឺយើងមានទំនុកចិត្តខ្ពស់បងប្អូនមានទំនុកចិត្តខ្ពស់មិនបើយើងមានលុយក្នុងដៃខ្លួនឯងយើងសម្រេចចិត្តបានលឿនបងប្អូនឧទាហរណ៍ថាបងប្អូនចង់ទិញអីមួយចង់ទិញម៉ូតូចង់ទិញទូរស័ព្ទឬក៏ចង់ទិញអីមួយបើសិនជាបងប្អូនមានលុយខ្លួនឯងបងប្អូនអត់ចាំបាច់ទៅសួរអ្នកណាគេទេអញ្ចឹងបងប្អូនមានលុយគ្រប់ហើយគឺអាចទិញបានហ្មងអូខេនៅតែយើងអត់មានលុយយើងតាក់ទើត្រូវសួរអ្នកទៅបងលុះឬក៏អីផ្សេងបលអីគេផ្សេងៗមកអញ្ចឹងណាបងប្អូនចំណុចទី4គឺយើងសន្សំដើម្បីឲ្យយើងខ្លួនឯងហ្នឹងមានសេរីភាពហិរញ្ញវត្ថុមានសេរីភាពហិរញ្ញវត្ថុមានន័យថាម៉េចបងប្អូនមានន័យថាបងប្អូនអាចចាយបានទៅតាមចំណង់ចំណូលចិត្តបងប្អូនចង់ទិញអីចង់ធ្វើអីគឺអាស្រ័យលើបងប្អូនក្នុងការសន្សំនេះផងដែរខ្ញុំលើកទឹកចិត្តឲ្យបងប្អូនសន្សំដើម្បីសេចក្តីសុខផ្លូវចិត្តខ្លួនឯងមានន័យថាកុំសន្សំដើម្បីតែរបស់ luxury ឬក៏សន្សំដើម្បីតែទិញរបស់អួតគេបងប្អូនយើងត្រូវសន្សំដើម្បីអនាគតខ្លួនឯងយកលុយសន្សំទាំងអស់ហ្នឹងយកទៅវិនិយោគយកទៅធ្វើអីផ្សេងៗដើម្បីឲ្យយើងរីកចម្រើនកាន់តែខ្លាំងជាងមុនអរគុណច្រើនបងប្អូនសម្រាប់ការទស្សនាខ្ញុំថាបងប្អូនអាចយក tip ខ្លីៗទាំងអស់នេះដើម្បីលើកទឹកចិត្តខ្លួនឯងហើយចាប់ដើមសន្សំទាំងអស់គ្នាចាប់ថ្ងៃនេះទៅខ្ញុំមានវីដេអូបន្តទៀតអំពីរបៀបសន្សំលុយពីតិចទៅទោះជាបងប្អូនមានប្រាក់ខែ250ក៏អាចសន្សំបានដែរអូខេបងប្អូនជួបគ្នាវីដេអូក្រោយអរគុណជំរាបលា